event ដែលចាប់បានទូរស័ព្ទមកដល់ទៀតទេណាគ្នាយើងដែរ event នឹងផងដែរកាលពីឆ្នាំទៅខ្ញុំឃើញមានខ្មែរយើងចាប់បានច្រើនមែនតើហើយគ្នាយើងណាដែលថាធ្លាប់ចាប់បានជួយ comment ម្នាក់មួយមើលហើយថ្ងៃនឹងផងដែរខ្ញុំនឹងមកបញ្យល់គ្នាយើងអំពី event ដែលចាប់បានទូរស័ព្ទហ្នឹងតែ event ហ្នឹងផងដែរអាចធ្វើការចេញនៅថ្ងៃទី 16 17 ខែ 2 នឹងឯងហើយសម្រាប់ទូរស័ព្ទឆ្នាំហ្នឹងគឺជាទូរស័ព្ទ Oppo ដែលគ្នាយើងណាចង់បាន Oppo អីត្រូវម៉ាច់ហ្មងហើយដើម្បីបបិល event ហ្នឹងបានគ្នាយើងត្រូវ complete ថាយកអាកូនសោនេះដើម្បីយកទៅចាក់បបិលនៅកន្លែង event ហ្នឹងហើយថាវាស្រួលតែគ្នាយើងគ្រាន់តែ log in game មួយថ្ងៃពីរថ្ងៃហើយលេងជាមួយមិត្តភ័ក្តិអីក៏បានអាកូនសោហ្នឹងយកទៅបបិលដែរ event ហ្នឹងមានរយៈពេល1ខែពេញគ្នាយើងហើយសម្រាប់ម៉ោងបើកវិញគឺគេមានម៉ោង recommend យើងត្រឹមត្រូវមិនយើងចេះតែបើកទេណាហើយនេះគឺជាម៉ោងដែលខ្ញុំ recommend ឲ្យគ្នាយើងបើកនៅពេលព្រឹកគ្នាយើងបើកចាប់ពីម៉ោង 5 ព្រឹករហូតដល់ម៉ោង 7 ព្រឹកម៉ោងហ្នឹងគឺអត់សូវមានមនុស្សលេងទេសម្រាប់ពេលថ្ងៃគឺគ្នាយើងបើកពីម៉ោង 12 ថ្ងៃដល់ម៉ោង 1 ម៉ោងហ្នឹងគឺថាគេកំពុងចេញពីធ្វើការចេញពីរៀនអញ្ចឹងគេបានលេងហ្គេមទេហើយបើពេលយប់វិញគ្នាយើងអាចបើកពីម៉ោង 12 យប់ដល់ម៉ោង 2 យប់ដោយសារតែស្មានហ្នឹងគឺគេដេកអស់ហើយនៅតែអ្នកលេងអស់រែងអីទេហើយហ្នឹងគឺជាម៉ោងទាំង 3 ពេលដែលខ្ញុំ recommend ឲ្យគ្នាយើងបើកប៉ុន្តែខ្ញុំភ្លេចបញ្ជាក់គ្នាយើងគឺថាទូរស័ព្ទហ្នឹងអត់អាចផ្ញើមកខ្មែរយើងបានទេប៉ុន្តែសម្រាប់នៅខ្មែរយើងអ្នកដែលបើកបានទូរស័ព្ទហ្នឹងគឺអាចដូរទៅជាពេជ្រចំនួន 25,000 ពេជ្របានដោយសារតែខាង Mobile Legends គេផ្ញើឲ្យបានតាហ្វីលីពីនមីយ៉ាន់ម៉ាឥណ្ឌូនេស៊ីឬក៏ប្រទេសខាងអឺរ៉ុបអីទេប៉ុន្តែអត់អីទេបើសម្រាប់ខ្ញុំគិតថា 25,000 ពេជ្រហ្នឹងគឺវាច្រើនណាស់ខ្ញុំអត់យកទូរស័ព្ទទេព្រោះបីជាទូរស័ព្ទផ្ញើមកខ្មែរបានក៏ដោយខ្ញុំជឿថាគ្នាយើងសុទ្ធតែមានទូរស័ព្ទប្រើហើយត្រូវអញ្ចឹងហើយគ្នាយើងយកពេជ្រហ្នឹងទៅដោយសារតែទូរស័ព្ទពេលដែលយើងយកគឺត្រូវបំពេញច្រើនណាស់បំពេញលេខទូរស័ព្ទផង email ផងទីតាំងផងអីផងតែម្ដងរាប់ខែអញ្ចឹងហើយសម្រាប់ប្រទេសណាដែលថាគេផ្ញើទៅអត់បានដូចជាខ្មែរយើងអញ្ចឹងនៅពេលដែលចាប់បានទូរស័ព្ទហ្នឹងគេនឹងដូរទៅជាពេជ្រឲ្យយើងវិញនិយាយទៅច្រើនណាស់គ្នាយើងចង់បានអត់បើថាចង់បានត្រៀមខ្លួនទៅហើយទៅខែ 2 ហ្នឹងមកដល់ហើយបើហ្នឹងនឹងចេញមកជាមួយនឹងពិធីបុណ្យរ៉ាម៉ាដនហើយគេនឹងចេញ skin 2តំណាងឲ្យពិធីបុណ្យណាគឺជា skin Hanabi ចំណែកឯរបៀបយក skin Hanabi ហ្នឹងស្រួលតែគ្នាយើងគ្រាន់តែ complete ថាលេងជាមួយមិត្តភ័ក្តិលេងមួយអី share event ហ្នឹងរាល់ថ្ងៃទៅយកអាខ្វាញ់រូបស្អីគេហ្នឹងយកទៅបើកនៅកន្លែង event ហ្នឹងទៅយូរទៅឡើង level ដល់ level ចុងក្រោយគេទៅគឺបាន skin ហ្នឹងហើយប៉ុន្តែថា skin 2 ហ្នឹងយើងអាចរើសបានតែមួយទេ